ជំរាបសួរលោកគ្រូខ្ញុំឈ្មោះទុំចាន់សូនេតាថ្ងៃនេះខ្ញុំមកនិយាយអំពីការប្រើប្រាស់ជាមួយនឹងផាយជាដំបូងខ្ញុំធ្វើការ SX ពីLinux មកកាន់ PowerShell សិនចូលចំណុចដំបូងបន្ទាប់គឺខ្ញុំធ្វើការ check មើលបង្ហាញនៅឈ្មោះ user ដែលកំពុងផុសភាសលើហ្នឹងហើយយើងsẽ comment ថា who am I ចង់ខ្ញុំឈរនៅលើឈ្មោះទុំចាន់សូនេតាបន្ទាប់មកទៀតខ្ញុំធ្វើការ check ថាខ្ញុំមាន file អីខ្លះនៅក្នុងកុំព្យូទ័រហ្នឹងអញ្ចឹងដំបូងប្រើ command alt s l ចង់file ដែលខ្ញុំបានបង្កើតទាំងអស់គឺវាបាន show នៅលើនេះទាំងអស់ហើយបន្តមកទៀតគឺខ្ញុំធ្វើការចាប់យក file តែ3ទេដែល file តែ3ហ្នឹងគឺខ្ញុំចាប់យក file ដែលនៅលើគេមានន័យថាខ្ញុំចាប់យក file តែ3ទេនៅលើគេហ្នឹងហើយខ្ញុំប្រើ command ls l ខ្ញុំផាយប្រើសញ្ញាផាយមកហើយយើងប្រើ head ដក3ចង់ឈ្មោះ file ទាំង3ដែលនៅលើគេតមកទៀតគឺខ្ញុំធ្វើការបង្កើតនៅ file ថ្មីហើយខ្ញុំនឹងសរសេរទិន្នន័យនៅក្នុង file ហ្នឹងខ្ញុំប្រើប្រាស់ជាមួយនឹង nano file ខ្ញុំឈ្មោះថា test.txt ចង់ទិន្នន័យខ្ញុំមានហើយស្រាប់ហើយខ្ញុំធ្វើការសរសេរបន្ថែមអូខេខ្ញុំធ្វើការសរសេរបន្ថែមទៀតមកខ្ញុំដាក់ថា student 6ពាក្យformat វាស្អាតទេណាតមកទៀតខ្ញុំធ្វើការ save វាដើម្បី save វាបានចុច Ctrl O ចុច Enter ហើយចុច Ctrl X តមកទៀតខ្ញុំធ្វើការបើក file ហ្នឹងថាវាចេញអត់ហើយ file ខ្ញុំបើកហ្នឹងគឺខ្ញុំចាប់យកតែឡានចំនួន3ទេដែលនៅខាងលើគេខ្ញុំប្រើ command ថា cat ឈ្មោះ file យើងហ្នឹងតែ .txt ហើយយើងប្រើសញ្ញាផាយមកហើយយើងចាប់យកដោយវាប្រើ head ចាប់យកតែ3ឡានទេអញ្ចឹង file យើងចាប់យកតែ3ឡានគឺអានេះកន្លែងនេះខ្ញុំច្រឡំដាក់វា space អញ្ចឹងទៅខ្ញុំធ្វើការកែវាឡើងវិញខ្ញុំប្រើ nano តដែរមកnano តែ .txt នេះកន្លែងនេះគឺខ្ញុំបានដាក់ space ចង់វាចាប់យកទាំង space ហ្នឹងដែរចុះខ្ញុំធ្វើការកែវាឡើងវិញអូខេហើយយើងធ្វើការ save វាមក Ctrl O Enter Ctrl X Z ហើយខ្ញុំធ្វើការចាប់យកតម្លៃហ្នឹងឡើងវិញតា .txt អស់សញ្ញាផាយមក head ដក3អូខេចុងឡានទាំង3ដែលយើងបានចាប់នោះមានប៉ុណ្ណឹងឧទាហរណ៍បើយើងចង់ចាប់ឡាន4ឡាន5និង6យើងធ្វើការដក3ដក4ដក5ដក6អញ្ចឹងទៅអញ្ចឹងការងារខ្ញុំថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេអរគុណលោកគ្រូជំរាបសួរលោកគ្រូខ្ញុំឈ្មោះសុំថាសូរីតាថ្ងៃនេះខ្ញុំមកនិយាយពីការប្រើប្រាស់ជាមួយនឹង ETC និងការដាក់ file ជាដំបូងខ្ញុំធ្វើការ show username សិនwho am I ខ្ញុំឈរនៅលើឈ្មោះទូរស័ព្ទ setup ដល់ពេលខ្ញុំធ្វើការដំបូងគឺខ្ញុំបង្កើត file ឈ្មោះ file មួយថ្មីដែលមានឈ្មោះថា u5.txt ចូលនៅខាងនេះខ្ញុំដាក់ទិន្នន័យ file ហ្នឹងចូលហើយដាក់ដាក់ទិន្នន័យហ្នឹងចូលហើយហើយបន្តមកទៀតអូខេហើយខ្ញុំដាក់ទិន្នន័យចូលហ្នឹងហើយខ្ញុំត្រូវការ show វានៅលើ
desktop là nó lại ý bên trong xeo biết hay đang cái phần tự x hay phần z hay enter mà để thực ra show hoa đang cái này lên nơi lời desktop bây giờ thực ra khác file dot txt chúng ta lấy nó số 2 sang vô cái bộ phận của dương rồi sang pha tận âm nâng đặc biệt liên pha nó ai giờ thằng cái chạy pha search ở đó rõ ở xนี่คือเชื้อฟ้าหรือยังเลี้ยงใครสามารถที่จะทำงานรีฟ้าแต่ออกหนังlớp không anh yêu phái tập tiền tê cái thời gian xem nó ở ác đo ở ấy nhà lý thấy dương etc dùng có nhà lý cái hơi nhà input nhà input đó hay là chua file vừa anh yêu file dot txt ok trong như thời gian sau bây giờ bởi bọn chúng ta nó thời gian sẽ thành bằng khác new file dot txt thì trong file tập ông nó bị bán sâu vào như ta là những gì program directory có hai mươi phần lần đó dùng thời số trong một tập tiếp theo dương một thực sáng khóa chốt anh lưu file và tẩy cho em phải cái xe ở app đó ở s thời gian này hay là etc nó dùng file nhập hai ở hai hạt nó tên là nhắm chặt vô nó có nhắm chặt vô tập bài cái hạt bấy hay nhà ní cái hai nhà append để ta cho mua có override chứ bạn chua file giống nó edu file txt ok trong hai cái thời gian chạy file với dùng command tab edu file txt thì trong file nó sạc vô những bày lắm cho như rồi không nó thay thành thời ớt cho rồi dùng ốp file nó càng lớn hiện file đây dân sạc á những bày làng bây giờ thưa ra override đi á bây giờ thôi nhà append để tàn thì cho một càng như giống như tập phân năng tê ông con lục ruជំរាបសួរលោកគ្រូខ្ញុំឈ្មោះទឹកសាំងសូនីតាខ្ញុំមកពីក្រុម SU5 ហើយនៅហត់ដែរខ្ញុំមកនិយាយអំពី USW ចង់ជាដំបូងមុននឹងយើង start ជាមួយនៅ command USW យើងមក check មើល username នេះសិនthen check ដល់command ថានោះ MA ខ្ញុំនៅថត user ឈ្មោះទឹកសាំងសូនីតាបន្តមកទៀតគឺយើងធ្វើការ install USW សិនដើម្បីយើងប្រើប្រាស់បានហើយយើងប្រើ command sudo apt install USW នៅពេលដែលយើង install ហើយយើងត្រូវការ update វាសិនដើម្បី service យើងហ្នឹងគឺដំណើរការបានល្អឧទាហរណ៍ sudo apt update ចឹងការ update នេះយើងត្រូវការផលអ៊ីនធឺណិតបានគឺ update យូរដូចគ្នាដល់ពេលដែលយើង update ជោគជ័យហើយយើងចូលដល់ចំណុចបន្ទាប់នោះគឺយើងត្រូវការប្រើ command starter ដើម្បីពិនិត្យមើលស្ថានភាព firewall ស្ថានភាពវាបែបណាactive ឬក៏ inactive ចូលមក command sudo usw starter
khi mình khai dương ở trong ban đầu USW នឹងទេចឹងដើម្បីបើក USW បានយើងត្រូវ comment sudo USW enable ចឹងយកបើកវាចឹងដើម្បីតបបានចឹងfirewall យើងនោះគឺ active វិញមានន័យថាយើង system យើងក៏បានបើកហើយតទៅយើងបើកហើយយើងត្រូវការ change status ទៅហើយយើងទៅជាដំណាក់កាលមែនអត់ចឹងយើងត្រូវ sudo USW status ចឹងstatus យើងគឺ active ហើយនេះគឺ allow ដូចគ្នាដល់ពេលយើងបើកfirewall យើងហើយយើងចូលចំណុចបន្ទាប់ទៀតគឺយើងត្រូវការ allow port ចឹងយើងត្រូវការអនុញ្ញាត port ចូល comment វាគឺយើងសេថា sudo USW allow ចឹង port ដែលយើង allow នោះគឺយើងប្រើ port 443នៅពេលដែលយើង allow port យើងហើយយើងត្រូវការ check វា status ថាវាពិតជា allow មែនអត់យើងប្រើ comment sudo USWគឺខតលេខ443យើងគឺ allow ហើយទាំងពីរដល់ពេលយើង allow ហើយយើងត្រូវការដាក់វា deny ម្ដងchứមិនយ៉ាងយើងបដិសេធ port ហ្នឹងអញ្ចឹងយើងប្រើ comment sudo USW deny យើង deny port ឯគេ port 443ដល់ពេលយើង deny port ហើយគឺយើងត្រូវការ check វាម្ដង sudo USWចឹង port 443យើងហ្នឹងគឺត្រូវបាន deny ហើយដល់ពេលយើង deny ហើយយើងត្រូវ delete វាម្ដង delete port ហ្នឹងយើងត្រូវធ្វើម៉េចយើងធ្វើដូចគ្នាគ្រាន់តែយើងដាក់ថា sudo SW delete តែកន្លែងនេះគឺយើងអត់ធ្វើការ delete port ទេដើម្បីកុំឲ្យមានភាព error គឺយើងចូលទៅកាន់ restart ម្ដងគឺយើងធ្វើការ restart firewall ទៅគឺយើងធ្វើការ restart firewall ហ្នឹងឲ្យវាទៅស្ថានភាពដើមវិញចូលប្រើ comment sudo USW restart reset ហើយcomment ទៀតយើងត្រូវការ check ថាវាពិតជាreset មែនអត់ចឹងយើងត្រូវការប្រើ comment កន្លែងនេះយើង error គឺថា internet យើង slow អត់ស្គាល់ទេចឹង connection កន្លែងហ្នឹងគឺវាrestart ទៅបាត់អីចឹងចឹងយើងបើកឡើងវិញជំរាបសួរលោកគ្រូខ្ញុំឈ្មោះតុនច័ន្ទកនិតាថ្ងៃនេះខ្ញុំមកធ្វើការ ASX ស្គាល់ពី AWS មកកាន់terminal ចឹងជាដំបូងត្រូវការinstall យើងហើយយើងធ្វើការបង្កើត project ហើយយើង copy ASX នេះដាក់ចូលនៅក្នុង terminal យើងដល់ពេលយើង copy ដាក់ចូលហើយយើងអាចធ្វើការ remote ASX យើងមកកាន់ terminal យើងបានហើយចឹងឥឡូវខ្ញុំ ASX ហើយតើយើងធ្វើការ check ថាយើងចូលនៅលើ user មួយណាគឺ MA ចូលលើ user YouTube AWD home ហើយ host name IP យើងCD
Trong như một miền ở phải cái trong chỉ bốn nhưng thờ ca bậc thợ sao trong nó không lùng hát nó không lùng hát hoặc khổ tập bốn một phát đơn thờ ca bậc ca tri sân trong đảm bảo bậc ca tri bay chạy tầm bậc tri sân ờ trong lòng bọn miền tri thêm thờ ca install sân sụt đu app install install tri trong nó phải đi install triហើយយើងធ្វើការបង្កើតនៅdirectory ឬក៏ folder យើងត្រូវប្រភេទនៅ command ដំបូងគេគឺOK make directory ដក p ដក p ហើយយើងដាក់មក 001 slash 002 slash 003 slash 004 slash 005 slash 006 004 004 004 0 trắng vô một cát lớn khu thời dương ok trong cái điểm bạc card hai dương các cái check mưa trong vì mau hai rồi dương bạc card đi stream trong stream nhập hệ stream structure សម្រាប់បង្ហាញរចនាសម្ព័ន្ធ folder និង file ជាគម្រោងដើមឈើគេហៅថា tree structure ចឹងបន្ទាប់ពីយើងបង្កើត tree folder 001ដល់010ហើយយើងធ្វើការcheck មើល file ហ្នឹងថាវាមានអត់ចឹងa ដក o8 o8 ចឹងតែយើងមានហើយបន្តមកទៀតខ្ញុំធ្វើការចាញ់បន្តយើងធ្វើការបង្កើតfile ណាការ file ដែលយើងផលជាមួយនឹង nano ចឹង nano text.txt មកកើត file text ដែលមានឈ្មោះថា text យើងហ្នឹងហើយមកខ្ញុំសរសេរហ្នឹងគឺគ្រូឲ្យសរសេរ citic is issue welcome តែកន្លែងនេះខ្ញុំ copy មកទៅខ្ញុំអត់ចង់សរសេរយូរពីដាក់ចូលមកដើម្បី save file ហ្នឹងជាដំបូងយើងធ្វើការ control O control ហើយយើង enter ហើយយើង control X ចឹង file យើង save ហើយហើយចឹងfile យើង save ហើយចឹងយើងធ្វើការ cat វា cat tx តាច់យើងឈ្មោះ file តាច់យើងt t ចឹងយើងខាត់មកយើងអាចសរសេរតន័យតែយើងជាតន័យបែបហ្នឹងទៅពេលយើងធ្វើអាហ្នឹងហើយទៅដល់ចំណុចបន្ទាប់ទី4ហ្នឹងគឺយើងធ្វើការ cp cp ហ្នឹងមានន័យថា copy ចឹងយើង copy file យើងឈ្មោះtext.txt copy ដាក់ចូលទៅក្នុងគេcopy ហ្នឹងហើយ001 002ហ្នឹង003រហូតទៅដល់010ចឹងយើងធ្វើការ copy ចឹងកន្លែង copy ហ្នឹងយើងប្រើ command នេះសម្រាប់ចម្លង file text.txt ទៅ
folder ផ្សេងៗនៅ folder យើងដាក់គឺជា folder 001 folder 012 folder 010ចឹងដើម្បីយើង copy បានយើងខ comment អ comment cp ខ្ញុំខ comment cp ឈ្មោះ file ហ្នឹង text text.txt ហើយយើងទៅសេមក001ចឹងខ្ញុំធ្វើការ copy ម្ដងមួយ002 003 004 005 006 007 008 010 អូខេហើយយើង copy ហើយឯងចឹងទៅពេលយើង copy ហើយការងារបន្ទាប់យើងគឺយើងត្រូវការអបង្កើតនៅ file នឹងម្ដងអូខេចឹងយើងបង្កើត file នឹងមកចឹងដើម្បីបង្កើតបានខ្ញុំឲ្យខ comment file ដក cvs ហើយឈ្មោះហ្នឹងគឺខ្ញុំដាក់ឈ្មោះថ្នាក់ក្រុមខ្ញុំគឺ IQ5 dot ហើយដាក់មក001អូខេចឹងយើង enter មកចឹង file យើងគឺយើងកើតពី001ហ្នឹងគឺជា file ប្រើបានជោគជ័យហើយចឹងការងារបន្ទាប់របស់យើងការងារបន្ទាប់ទី6ហ្នឹងគឺយើងធ្វើការ extract វាម្ដង extract file នឹងម្ដងចឹងដើម្បី extract បានយើងខ comment ការxps ឈ្មោះfile យើងគឺ archive.com ចឹងយើង extract វាអូខេចឹងយើងធ្វើការ extract ហើយការងារបន្ទាប់ទី7ការងារបន្ទាប់ទី7គឺយើងបង្កើត file តារាបន្តែយើងបន្ថែមយើង create បន្ថែមextension .gz command នេះប្រើសម្រាប់ compress file ដែលប្រើ gzip ចឹងយើងធ្វើការសរសេរមកc .ps ឈ្មោះ file យើង archive.t .tar ការយើងហើយយើងថែមនៅ extension ទៀត gz អូខេហើយយើងយកចេញពីគឺ file dot អូខេចឹងទៅ specific file អូខេ
បន្ទាប់ពីយើងរត់ថ្លាហើយយើងចូលដល់ការងារបន្តទៀតការងារទី8យើងប្រើសម្រាប់extra compress file .class .gz ចឹងយើងត្រូវថត comment class .z exit vr au file ok ចឹងទីការងារទី8យើងហើយយើងថតបន្ថែមទៀត station.g delete error ខ្ញុំទៅសេខុសសេខុសអជុំវិញ ចូលដល់ការងារបន្ទាប់គឺយើងធ្វើការ zip file ចូល zip file យើងចុច command ដើម្បី sync ទៅការ install partition ចឹងsudo apt install ទៅខ្ញុំ install zip file ហើយខ្ញុំធ្វើការ zip វា recommend zip .rv ឈ្មោះ file au file .zip ហើយយើង zip file ដាក់ទៅក្នុងណាupload 001អូខេអញ្ចឹងពេលរៀន zip ហើយយើងធ្វើការ unzip ម្ដងបី unzip បានយើងទៅ comment unzip rv .fu file ហើយ extension យើងគឺ zip ចុង file យើងគឺ unzip ហើយចឹងយើងធ្វើការអូខេបើ file ខ្ញុំនេះអ្នកគ្នាគឺខ្ញុំធ្វើការ zip វាហើយគឺជា folder ហើយនេះគឺជា file ដូចកានេះគឺជា file ដែលបាន zip ហើយគឺជា file text ដែលខ្ញុំបានបង្កើតចាអញ្ចឹងការងាររបស់ខ្ញុំថ្ងៃហ្នឹងAWS Remote SX គឺមានតែប៉ុណ្្នឹងទេអរគុណលោកគ្រូ